តាក្រុមហ៊ុនគួរតែធ្វើការយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្តរបស់បុគ្គលិកដែរទេអ្នកទាំងអស់គ្នាគិតថាក្រុមហ៊ុនគួរតែយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្តរបស់បុគ្គលិកអត់បើពីខ្ញុំឃើញមកពីការធ្វើការរបស់ខ្ញុំឃើញបើយើងធ្វើការលក្ខណៈបែបក្រុមហ៊ុនបែបមិនមែនជា standard ភាគច្រើនគឺមិនបានយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្តរបស់បុគ្គលិកទេទោះបីបុគ្គលិកនឹងគាត់មានអារម្មណ៍មិនពេញចិត្តក៏ដោយឬក៏អីក៏ដោយក៏គាត់អត់ដែរខ្វាយខ្វល់ពីបុគ្គលិកដែរហើយបើជាក្រុមហ៊ុនបែបគ្រួសារខ្ញុំធ្លាប់បងប្អូនធ្វើក្រុមហ៊ុនបែបគ្រួសារបែបចាយហៀអីចឹងណាក្រុមហ៊ុនបែបអញ្ចឹងអ្នកទាំងអស់គ្នាគាត់អត់ដែលខ្វល់ពីអារម្មណ៍របស់យើងទេគាត់គិតតែ profit គឺគិតថាហ្នឹងឯង